Radio Free Asia ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់និងសហគមន៍បូរីកេឡាដែលគាំទ្រដោយសហគមន៍មានបញ្ហាដីធ្លីមួយចំនួនទៀតផងសរុបប្រមាណ200នាក់បានតវ៉ាខាងមុខសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី19មករាទាមទារឲ្យរកដំណោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់និងបូរីកេឡានិងបញ្ឈប់ការចាប់ខ្លួនសកម្មជនដីធ្លីដោយពុំមានការឆ្លើយតបពីសាលាក្រុងក្រុមអ្នកតវ៉ាបានបន្តដំណើរទៅទាមទារនៅមន្ទីររដ្ឋសភាទៀតតំណាងសហគមន៍បឹងកក់លោកស្រីបើសុភាទាមទារចំណាត់ការចំពោះសកម្មជនដីធ្លីតាមផ្លូវតុលាការសុទ្ធសាធកុំឲ្យមានសម្ពាធនយោបាយតែបើសិនជាប្រព័ន្ធតុលាការស្រុកខ្មែរគេកាត់ទោសទៅតាមអនុសាសន៍និងការបញ្ជាខ្ញុំជឿជាក់ថាស្ត្រីទាំង10នាក់ហ្នឹងគាត់នៅតែមានទោសនៅតែជាប់ពន្ធនាគារដដែលអញ្ចឹងតែខ្ញុំសង្ឃឹមជឿជាក់ថាអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីនៅតែមានប្រសិទ្ធភាពមិនឲ្យស្ត្រីឬមួយអ្នកតវ៉ារឿងដីធ្លីជាប់គុកដោយសារការតវ៉ាដីខ្លួនឯងអ្នកតំណាងរាស្ត្រដែលជាសមាជិកគណៈកម្មការទី1នៃរដ្ឋសភាសម្រាប់ទទួលពាក្យបណ្ដឹងសិទ្ធិមនុស្សលោកជាពោចថ្លែងបន្ទាប់ពីទទួលញត្តិរបស់អ្នកតវ៉ាថានេះជាឯកសារពិតមួយសម្រាប់រដ្ឋសភាតាមដាននិងជំរុញជំហរដោះស្រាយបញ្ហាដីធ្លីរបស់អភិបាលរាជធានីភ្នំពេញដែលបានបង្ហាញកាលពីចុងឆ្នាំ2014ខ្ញុំជឿថានៅថ្ងៃទី22ខាងមុខនេះខ្ញុំមានជំនឿថាស្ត្រីបឹងកក់នឹងមានសេរីភាពឡើងវិញខ្ញុំមានជំនឿទេប៉ុន្តែអ្វីសិទ្ធនៅលើតុលាការជាអ្នកធ្វើសេរីសម្រេចពាក់ព័ន្ធបញ្ហាដីធ្លីនៅតំបន់បឹងកក់មន្ត្រីគ្រប់គ្រងបច្ចេកទេសការិយាល័យឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថាការចាប់អ្នកតវ៉ាដាក់គុកមិនមែនជាដំណោះស្រាយល្អទេបញ្ហាតំបន់បឹងកក់នេះបើយើងនៅតែបង្ងើយកតើគ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទេគឺមិនអាចដោះស្រាយបានទេទោះបីជាចង់ចាប់អ្នកបឹងកក់នឹងចង់អស់មកបឹងកក់ក៏ដោយក៏នៅតែមានការតវ៉ាកើតឡើងជាបន្តបន្ទាប់ពីព្រោះបញ្ហាដែលត្រូវដោះស្រាយនោះគឺមិនទាន់បានដោះស្រាយគឺបញ្ហាដីធ្លីនឹងបាទលោកអំសំអាតបន្ថែមថាបើមានសុឆន្ទៈក្នុងការដោះស្រាយប្រកបដោយតម្លាភាពនិងគោរពតាមអនុក្រឹត្យប្រគល់ដីជាង12ហិកតាឲ្យប្រជាពលរដ្ឋនោះចំនួនដីធ្លីនឹងមិនអូសបន្លាយរហូតមកដល់ពេលនេះឡើយខ្ញុំបាទអ៊ួនឈិន